សូមស្វាគមន៍មកកាន់ការងារស្ត្រីមេផ្ទះភាគ2ហើយភាគ2របស់ខ្ញុំគឺអត់មានអីទេបងប្អូនហើយគឺមកបោសផ្ទះពេលដែលបោសស្វុកពីងបោសអីខាងលើហើយទៅគឺងាយស្រួលសម្អាតតែម្ដងខាងក្រោមគឺហើយហ្មងតែកុំមើលសភាពផ្ទះបងប្អូនហើយតែមិនខានបោសជូតប្រហែល3ថ្ងៃអីទេប៉ុន្តែដូចអត់នៅមួយខែអញ្ចឹងបងប្អូនរករាក់ដល់ហើយបងប្អូនហើយអានេះជាអ្វីដែលខ្ញុំធ្វើប្រចាំថ្ងៃហើយក៏អត់បានស្លៀកពាក់រៀបចំស្អាតអីដែរគឺស្រូតដោយសារតែបញ្ញាប់តន់កូនទៅរៀនគាត់ទៅរៀនថ្នាក់មត្តេយ្យអញ្ចឹងប្រហែលម៉ោងទេហើយត្រឡប់មកផ្ទះវិញអញ្ចឹងគឺខ្ញុំឆ្លៀតពេលបោសឲ្យហើយពេលដែលបោសស្អាតខ្ញុំក៏ចាប់ផ្ដើមរៀបចំដាក់ទឹកសាប៊ូជូតហើយបងប្អូនដែលជូតជាងជូតទ្វាយដូចខ្ញុំចឹងអត់ពីមុនខ្ញុំអត់ដែរជូតចឹងទេគឺធ្វើកណាត់គក់ផ្សេងសាប៊ូផ្សេងចឹងខ្ញុំមានអារម្មណ៍ថាពិតជាហត់មែនតើប៉ុន្តែខ្ញុំឃើញបងប្អូននៅក្នុង Facebook គាត់ធ្វើជាវីដេអូដែរគាត់ជូតផ្ទះអញ្ចឹងដែរហើយឥឡូវខ្ញុំក៏មកធ្វើតាមគេពិតជាធូរកម្លាំងមែនតើហើយណាមួយយើងមានពោះមានពងទៀតអត់សូវមានកម្លាំងធ្វើដល់ពេលបានធ្វើអញ្ចឹងទៅគឺមានអារម្មណ៍ថាស្រួលហើយក៏ស្អាតម្យ៉ាងដែរសំខាន់យើងគួរដាក់ទឹកសាប៊ូដាក់ឲ្យស្អាតអញ្ចឹងបងប្អូនហើយបងប្អូនឃើញខ្ញុំដូរកៅអៅចឹងដោយសារតាដល់ម៉ោងមកពីយកកូនវិញហើយចឹងគឺចាប់ផ្ដើមរៀបចំជូតផ្ទះតទៀតដោយសារតាធ្វើអត់ទាន់ហើយទេគឺកូនមកពីសាលាវិញហើយតែចង់ប្រាប់ថាបងប្អូនអើយហត់ខ្លាំងមែនតើគឺខ្ញុំសឹងទៅដល់ខ្យល់ពេលដែលជូតផ្ទះម្ដងធ្វើឈប់ហើយប៉ុន្តែមានអារម្មណ៍ថាហត់មែនតើហ្មងនឹងគុំតបានប្រាប់ជូតផ្ទះរៀងស្រួលដែរបើសិនជាយើងជូតហើយពូតទឹកសាប៊ូខ្លួនឯងទៀតគឺអស់កម្លាំងរលីងហ្មងគឺអត់មានបានធ្វើមកផ្លែតធ្វើហើយអញ្ចឹងទេបងប្អូនអើយប៉ុន្តែមានអាប្រាប់ជូតផ្ទះនេះមួយគឺស្រួលមែនតើសម្រួលការងារបានច្រើនតែចង់និយាយថាបងប្អូនខ្ញុំជូតប្រើកូនខ្ញុំគាត់ចាប់ផ្ដើមពង្រាយទៀតហើយគឺថាធ្វើអត់ឈ្នះទេហត់ណាស់ហើយតែក្មេងអញ្ចឹងបងប្អូនអើយមួយថ្ងៃគ្រាន់តែធ្វើជូតហ្នឹងហើយសម្បីតាក្រែក៏ខ្ញុំជូតអញ្ចឹងដែរបើហត់ពេកអត់ដឹងថាត្រូវជូតប្រហែលដងទៀតទេមានតែជូតអាហ្នឹងដែលលឿនហើយយើងជូតឲ្យបានច្រើនទឹកឲ្យស្អាតអញ្ចឹងហើយមួយរយៈនេះគឺពិតជាក្តៅខ្លាំងមែនតើសូមបងប្អូនថែរក្សាសុខភាពហើយនឹងញ៉ាំទឹកឲ្យបានច្រើនពេលតែចេញទៅក្រៅម្ដងគឺចង់ឆេះហ្មងអញ្ចឹងឥឡូវខ្ញុំកាត់បន្ថយអ្វីដែលមិនចាំបាច់គឺខ្ញុំអត់ទៅក្រៅទេជូនពរបងប្អូនមានសុខភាពល្អហើយឥឡូវខ្ញុំបន្តសាច់រឿងរបស់ខ្ញុំទៀតគឺចាប់ផ្ដើមជូតខាងក្រោមក្រែម្ដងបងប្អូនដីច្រើនមែនតើហើយនេះគឺជាសកម្មភាពទាំងស្រុងរបស់ខ្ញុំគឺខ្ញុំដាក់សាយលឿនពីព្រោះកុំឲ្យខ្លាចបងប្អូនធុញអញ្ចឹងហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូបែបនេះរបស់ខ្ញុំពីព្រោះឥឡូវអាកាសធាតុកាន់តែក្តៅហើយអញ្ចឹងទៅគឺខ្ញុំអត់បានទៅដាំដំណាំនៅខាងក្រៅទេហើយណាមួយដីតែខ្ញុំអត់សូវល្អទេគឺវាខ្សោះទឹកមែនតើធ្វើការស្រោចទឹកច្រើនហើយពេលដែលខ្ញុំមានពោះមានពងអីអញ្ចឹងទៅគឺអត់សូវមានកម្លាំងទេអញ្ចឹងគឺខ្ញុំអត់ផ្អាកធ្វើវីដេអូនឹងសិនអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូបែបនេះអរគុណជម្រាបលា